đây nèទាំងអស់គ្នានៅក្នុងវីដេអូនេះដែរយើងនឹងនិយាយអំពីminimal polynomial តើយើងស្គាល់អីទៅជា minimal polynomial ហើយយើងនឹងទៅ proof primary decomposition theorem អញ្ចឹងយើងមុននឹងឲ្យយើងនៃ minimal polynomial យើង consider ទៅលើ v គឺជា finite dimensional vector space over កាយ k នេះគឺជាកាយហើយ dimension វិមាត្ររបស់ v ហ្នឹងគឺតាំងវាដោយហើយសំណុំ LV នេះគឺជាសំណុំនៃពួក linear operator ទាំងនោះវាជា linear transformation ពី v ទៅកាន់ v ខ្លួនឯងអូខេ linear transformation យើងអាចដាក់ទៅ say LO មានថា linear operator ក៏បានដែរបញ្ហាអញ្ចឹងបើ v របស់យើងវាមានវិមាត្រ n នោះ LV របស់យើងនេះគឺវាមានវិមាត្ររបស់វាគឺស្មើនឹង n ក្រេបើយើងយក t ណាមួយធាតុណាមួយនៅក្នុង LV នោះខ្ញុំឃើញថាធាតុ t សេគុណ0ស្មើនឹង i t សេគុណ1 t ការ៉េទៅដល់ t សេគុណ n ការ៉េនេះគឺជាសំណុំ linearly dependent វាអាស្រ័យ linear នឹងគ្នា dependent អញ្ចឹងវាអាស្រ័យ linear នឹងគ្នាមានថាយើងអាចយកអាធាតុណាមួយទៅសេទៅជាបន្សំ linear ចេញពីធាតុផ្សេងទៀតបានឧទាហរណ៍ណាខ្ញុំអាចទៅសេ tk ណាមួយទៅជាបន្សំ linear alpha k alpha j t សេគុណ j របស់យើងរត់ពី1ដល់ n ការ៉េហើយ j របស់យើងខុសពី k យើងអាចទៅសេ tk ជាបន្សំ linear ចេញពីធាតុផ្សេងបាទនេះអាចរត់ពី0សារនេះវាមាន0ទៅដែល alpha j វានេះវាមានធាតុខ្លះ0ធាតុខ្លះអត់0យ៉ាងហោចណាស់ក៏មានមួយនេះដែលវាអត់0អញ្ចឹងទៅសេមិញយើងអាចទៅសេវាទៅជាផលបូកមិញហ្នឹង alpha j t សេគុណ j ដកជាមួយនឹង t សេគុណ k របស់យើងនេះ j ក៏វា k ស្មើនឹង0ចឹងនេះអាចតាំងដក1ទៅជា alpha k ទៅចឹងនេះយើងអាចទៅសេវាទៅជាផលបូក alpha k ចឹងឬក៏ទាំងអស់ហ្នឹងអាចសេជាផលបូក alpha j រត់ពី1រហូតដល់ j រត់ពី0រហូតដល់ n ការ៉េនៃtk t សេគុណ j ស្មើ0អាចសេជាបានអញ្ចឹងបានន័យថាវាមានthen យើងអាចរកបាន alpha 0 alpha 1ទៅដល់ alpha n ការ៉េមានតែទាំងអស់ហ្នឹងមិនមែនទាំងអស់ចូលទៅ0ណា not all are 0មានអាធាតុខ្លះដែលវាអត់0ដែលយើងអាចទៅសេវាទៅជាបន្សំ linear ហើយវាស្មើ0តែ alpha 0 t សេគុណ0គឺ i បូកជាមួយទៅនឹង alpha 1t បូកតបូកជាមួយទៅនឹង alpha n t សេគុណ n ការ៉េស្មើ0មូលហេតុដែលវាមិនអាស្រ័យ linear វាអាស្រ័យ linear ដោយសារតែទាំងអស់នេះវាមាន n ការ៉េបូក1ទៀតទាំងអស់ហ្នឹងវាមាន n ការ៉េបូក1ទៀតតែវាមានរបស់វាមានត្រឹម n ការ៉េទេនៅក្នុង linear algebra ដែលយើងធ្លាប់រៀនពីមុនសំណុំដែលមានធាតុលើសពីវិមាត្ររបស់វាត្រូវតែមិនអាស្រ័យ linear សុទ្ធជា linearly dependent set ទាំងអស់ចឹងសារធាតុទាំងអស់នេះវាលើសចំនួន dimension ចឹងវាត្រូវតែអាស្រ័យ linear បកមកវិញបើសិនខ្ញុំតាំងf នៃ x របស់ខ្ញុំស្មើទៅនឹង alpha 0បូកជាមួយ alpha 1x បូកតបូកជាមួយទៅនឹង alpha n ការ៉េនេះ n ការ៉េសំទោសx សេគុណ n ការ៉េអញ្ចឹងខ្ញុំឃើញថាបើខ្ញុំជំនួស f នៃ t ចូលអានេះវាស្មើទៅនឹង alpha 0 identity អញ្ចឹងព្រោះនេះវាជា matrix t វាគឺជា linear operator យើងនិយាយពីលើអញ្ចឹងគ្រប់ linear operator ឬ linear transformation ទាំងអស់យើងអាចទៅសេ
វាយើងអាចតំណាងវាដោយ matrix បានចឹងនេះវាស្មើនឹង alpha 0 បូក alpha 0 i identity matrix បូកជាមួយនឹង alpha 1t បូករហូតដល់ alpha n ការ៉េ t សេគុណ n ការ៉េហើយខាងលើមិញអាហ្នឹងគឺស្មើទៅនឹង0អញ្ចឹងមានន័យថា f នៃ t របស់យើងនេះគឺស្មើទៅនឹង0ឥឡូវខ្ញុំអានេះវាមានមេគុណសោយគុណធំជាងគេហ្នឹងមេគុណរបស់វាគឺអត់ស្មើទៅនឹង1វាអាចស្មើ1តែឥឡូវនេះ alpha n ការ៉េរបស់យើងនេះវាអាចមិនមែន1អញ្ចឹងវាអាចខុសពី1អញ្ចឹងក្នុងករណីដែលសោយគុណធំជាងគេវាជាមេគុណ1អញ្ចឹងអានេះហៅថាជា monic polynomial f នៃ x របស់យើងនេះគឺជា polynomial ធម្មតាវាមិនជា monic ទេតែបើនេះស្មើ1នឹងគេហៅថាជា monic polynomial ចឹងឧមាខ្ញុំតាំង px ខ្ញុំតាំងផ្សេងទៀតណា b the monic polynomial គឺជា monic polynomial of the least degree such that p នៃ t នេះស្មើ0មានថាខ្ញុំតាំង px នេះគឺជា monic polynomial ដែលមេគុណនៅពីមុខស្វ័យគុណធំជាងគេហ្នឹងគឺស្មើ1ឧទាហរណ៍ដូច x ការ៉េបូក1 x គីបបូក 3x បូក5អានេះសិតជា polynomial សិតជា monic polynomial ដោយសារតែខាងមុខរបស់វាមេគុណវាគឺស្មើ monic polynomial គឺជាពុធា monic ដែលមាន degree តិចជាងគេដែលផ្ទឹមផ្ទាត់ p នៃ t នេះស្មើ0មានចំនួន t ចូលទៅក្នុង polynomial របស់យើងទៅវាស្មើ0ហើយអាហ្នឹងគឺជា degree តូចជាងគេបង្អស់ចំពោះពុធាផ្សេងៗទៀតដែលផ្ទឹមផ្ទាត់លក្ខខណ្ឌp នៃ t នេះស្មើ0មកថាវាមាន f នៃ t វាស្មើ0ដូចគ្នា g នៃ t ស្មើ0ដូចគ្នាតែ p នៃ x របស់យើងគឺយើងរកmonic polynomial ដែល p នៃ t ស្មើ0ហើយ degree របស់វានេះគឺតូចជាងគេបង្អស់ p នៃ t យើងគឺវាទៅតូចជាងស្មើគ្រប់ degree ទាំងឡាយពុធាទាំងឡាយណាដែលផ្ទឹមផ្ទាត់លក្ខខណ្ឌដែលផ្ទឹមផ្ទាត់លក្ខខណ្ឌ f នៃ t ស្មើ0ឬក៏ g នៃ t ស្មើ0មានថាយើងចំនួន t ចូលនៅក្នុង polynomial ហ្នឹងស្មើ0 p ហ្នឹងគឺ degree ទាបជាងគេបង្អស់ចំពោះគ្រប់អ្វីផ្សេងយើងអាចបង្ហាញថាពុធាដែលយើង consider ហ្នឹងគឺវាមានតែមួយគត់អាច consider វាបានឥឡូវយើងclaim ថាពុធាដែលយើងរើសហ្នឹងពុធាដែលយើងរើសថាជា monic polynomial degree ទាបជាងគេដែលផ្ទឹមផ្ទាត់លក្ខខណ្ឌហ្នឹងគឺវាមានតែមួយគត់ឥឡូវមកថាយើង claim ថា such px is unique ពុធាបែបហ្នឹងគឺ unique ហើយយើងតាំង g នៃ x ពី another វា polynomial ចឹងវា polynomial អាចទៅសេវាទៅជារបស់ kx ចេះបានព្រោះនេះគឺជាសំណុំនៃពួក polynomial ដែលផ្ទឹមផ្ទាត់លក្ខខណ្ឌ f ផ្ទឹមផ្ទាត់លក្ខខណ្ឌ g នៃ t របស់យើងស្មើ0ចំនួន t ទៅវាស្មើ0ដូចគ្នាអញ្ចឹងតាម division algorithm យើងឃើញថា p នៃ x របស់យើងចែកដាច់ g នៃ x អូខេបានទៅជាងអញ្ចឹងឥឡូវមកខ្ញុំថាខ្ញុំចង់បង្ហាញថា p នៃ x របស់យើងនេះចែកដាច់ទៅនឹង g នៃ x ឥឡូវឧបមាថាវាអត់ចែកដាច់ g នៃ x ទេបានន័យថាg នៃ x របស់យើងនេះវាចែកទៅនឹងពេលយើងយកវាទៅចែកជាមួយនឹង px ទៅវានៅសល់សំណល់ឧបមាថាវាស្មើទៅនឹង g នៃ x បូកជាមួយនឹងសំណល់ rx អូខេដែលសំណល់របស់វាណាសំណល់របស់វាហ្នឹងវា degree របស់ rx របស់យើងនេះវាទៅតូចជាង degree របស់ p នេះ
hạt đây mình chẳng bật degree này thông chương pin x nhưng ạch chạy to tiền bàn chẳng small biết thời ta degree to chương pin x ở lớp n x bao nhiêu cái smart từ nắng chi này x bô cho mùi độ cho mùi từ nắng pin này x q này x ở lớp n này thí với smart từ nắng chi này thí rồi nó cho thí pin này thí q chỉ hai này mình smart số tam assumption mình đỡ hay p này thì biến cứ chuyện tam dùng này define cái smart số cho nên smart số chính như cái là e này thì bao nhiêu này với smart số e này thì smart số hay những đăng tha p này thì nó cứ chịu tam một vài assumption cứ chịu được cái tôi trên kia một ót đấy cho thi cho tôi smart số tay chạy đón ấy e này được cái tôi chiên là năng tiếp được cái tôi chương khí tiết cho nó n thì từ smart số nghĩa trong việc chia contradiction đó việc chia contradiction này contradiction because p này is p này x này cứ chia is of minimal degree đã thì smart số chẳng ở đây là tơ rụi bán to tới degree bao viết smart số người ta tơ rụi bán to tới degree bao to tới n thì bao nhiêu smart số nó n bao nhiêu cứ thành smart số ok chẳng bà n x bao nhiêu mà số ba này tha anh ấy số pin x biến chạy đầy tận năng chi này ok chính anh ơn dùng này definition monic polynomial đẹp thêm tôi là khăn bạc nữa cái hai ta chiếc minimal polynomial mà thay tăng thì ní chỉ bỏ lv đấy okay. The unique monic polynomial polynomial px tăng với px chỉ là bỏ kx such that of this degree such that p này t này smart số nhưng hai thà chứ minimal polynomial of t is called the minimal polynomial of t chẳng bởi vì chữ minimal polynomial là cái đó kia dương lên tăng về pt tăng về đó đi nốt với đói ấm mình thà về minimal rồi bỏ t này minimal polynomial này cái anh cái chuyện notation là dương này vào về nữa được đề cập tóm tắt những chuyện về primary decomposition theorem này primary decomposition theorem primary decomposition theorem đó nghe tham person by minimal polynomial bao nhiêu nhỉ nghe ta sẽ được chia phá cônរបស់ពួកpi oi p p1 o1 ដល់ pk x ok chứ đã này cái chia p mình vì cái chia unique sorry vì cái chia distinct polynomial ta polynomialទាំងអស់ហ្នឹងគឺខុសៗគ្នាហើយវាជាប្រភេទ monic polynomial ហើយថែមទាំងវា irreducible ថែមទៀតវាអត់អាចបន្ថយបានឬក៏អត់អាចទៅសេវាជាផលគុណនៃ degree តូចជាងវាបានជាងឃើញថាdimension v របស់យើងនេះយើងនឹងទាញថា v នេះគឺជា direct sum របស់ kernel នៃពួក pi ai របស់យើងដុតពី1ដល់10នេះគឺជា
primary decomposition ទៀតmình đã បើសិនបើលក្ខខណ្ឌ minimal polynomial ទៀងទាត់ដូចខាងលើអញ្ចឹងយើងអាច decompose v ហ្នឹងទៅជា direct sum របស់ kernel របស់ PIT AI នេះមួយអូខេឥឡូវ statement របស់វាខ្ញុំតាំង v នេះគឺជា finite dimensional vector space នៅលើកាយ K ហើយតាំង T នេះជារបស់ LV វាគឺជា linear operator ហើយយើង suppose ថាMT x របស់យើងនេះ minimal polynomial របស់ T របស់យើងនេះគឺស្មើទៅនឹងP1x យ៉ាងមួយគុណមកដល់ PKX យ៉ាង K ដែល PX នីមួយៗហ្នឹង PIX ហ្នឹងគឺជាdistinct ទីមួយ distinct មានថាវាខុសៗគ្នា monic ហើយវា irreducible polynomials នៅក្នុង KX មានថាមេគុណរបស់វានៅក្នុងកាយ K មេគុណរបស់ polynomial ហ្នឹងវានៅក្នុងកាយ K ហើយ AI នីមួយៗហ្នឹងសុទ្ធតែធំជាង0មានថាវាជា positive polynomial អាចស្មើ0ទៅវិញ positive non negative អាចធំជាងស្មើ0បើវាស្មើ0វាស្មើទៅនឹង1អញ្ចឹងទៅវាអត់បញ្ហាអាចធំជាង0ដាច់ខាតក៏អត់អីបើផ្ទៀងផ្ទាត់លក្ខខណ្ឌបែបហ្នឹងនោះយើងអាចទៅ save v នេះយើងអាច decompose v ហ្នឹងវាស្មើទៅនឹង kernel របស់P1 T R1 direct sum ជាមួយទៅនឹងkernel របស់ PK T RK ហើយនេះគឺជាពួកនេះគឺជា invariant T invariant subspace របស់ V ទាំងអស់ kernel អញ្ចឹងយើងមក proof វាទៅយើងចង់បង្ហាញថា v វិញគឺជា direct sum អូខេចង់បង្ហាញថា v មកថា v ជា direct sum របស់ v1 បូក v2 ជា direct sum យើងត្រូវបង្ហាញឃើញថាគ្រប់ធាតុ v តូចជារបស់ v ទាំងអស់ v តូចហ្នឹងអាចទៅសេជា v1 បូក v2 បន្តមកទៀតគឺ v1 ប្រសព v2 វាស្មើនឹងសន្និធាតុ0បើផ្ទៀងផ្ទាត់លក្ខខណ្ឌ2នឹងបានគឺវាជា direct sum របស់ v1 v2 ហើយ v តូចមួយនេះជារបស់ v ធំ1 v តូច2នេះជារបស់ v ធំ2លក្ខខណ្ឌទាំងពីរនឹងផ្ទៀងផ្ទាត់គឺអូខេចំពោះករណីវាមានច្រើនមកថា v ស្មើទៅនឹង v1 direct sum មកដល់ vk យើងត្រូវបង្ហាញទី1គឺ v តូចរបស់យើងអាចសេជា v តូច1បូកមកដល់v តូច k ដែល v ជាមួយនឹង v 1 តូចហ្នឹងនៅក្នុង v ធំមួយដូចគ្នាដែរ vk របស់ vk ធំផ្សេងវា corresponding ទៅមួយហើយបើយើងរើស i ណាមួយផ្សំជាមួយទៅនឹងផលបូកផ្សេងទៀតផលបូក v ធំ v ធំ j ដែលខុសពី i នេះវាត្រូវស្មើសន្និធាតុបើពីរលក្ខខណ្ឌនេះផ្ទៀងផ្ទាត់បានថាវាជា direct sum វាជា direct sum អញ្ចឹងយើងដំបូងយើងបង្ហាញឲ្យឃើញថា v តូចវានឹងស្មើនឹងផលបូកមកដល់vk ដែល v នីមួយៗនេះជារបស់ kernel ណាជារបស់ kernel ឥឡូវយើងតាំង qi x របស់យើងនេះស្មើទៅនឹងmt x ចែកជាមួយនឹង pix ai តាំងបែបហ្នឹងបានថាវាស្មើទៅនឹងវាស្មើទៅនឹងផលគុណ pix ai sorry pj x aij j វាខុសពី i ពួកអី mt វាហ្នឹងគឺជាផលគុណ i រត់ពី1រហូតដល់ j រត់ពី1រហូតដល់ k ដល់ពេលចែកជាមួយទៅនឹង pi ហ្នឹងទៅយើងមានតែយើងចែកអា pi ចោលបាត់មានថាពេលវាគុណទៅត្រង់ i ហ្នឹងគឺវាដកចោលអូខេជាងតាំង qi វាស្មើទៅហើយដឹងថា
Q នីមួយវាបឋមជាមួយនឹងគ្នាវាបឋមជាមួយនឹងគ្នាហេតុអីវាមានកត្តារួមឯងវាមានកត្តារួមទាំងអស់ហើយទាំងវាកំណត់វាអញ្ចឹងទៅយើងឃើញថា GCD រវាង Q1x ទៅដល់ QKx របស់យើងនេះគឺស្មើទៅនឹងអញ្ចឹងតាម Bezus identity យើងអាចទៅសេវាទៅជាបន្សំ linear ហើយស្មើទៅនឹងតម្លៃ GCD របស់វាបាទអញ្ចឹង by Bezus identity យើងឃើញថាយើងអាចរកបានពុធា S1x ទៅដល់ SKx ដែលទៅសេវាជាបន្សំមានថា S I S J X Q JX របស់យើងនេះ J របស់យើងរត់ពី1ទៅដល់ K ស្មើទៅនឹង1វាអានេះដូចតែនេះដែរដូចតែក្នុងចំនួនពិត3យើងមកថា3និង7នេះ GCD របស់វាស្មើ1វាបឋមគ្នាអញ្ចឹងយើងអាចរកបាន x y ជារបស់ z នេះដែល 3x បូក 7y វាស្មើទៅនឹងចំនួន GCD របស់វាគឺស្មើ1ក្នុងពុធាគឺយើងអាចធ្វើចាំបានអូខេឥឡូវខ្ញុំ operate t ចូលទៅខ្ញុំដាក់ t ចូល sj នៃ t qj នៃ t នេះជា operator ចឹងនេះវាប្រកាសជាស្មើទៅនឹង identity មួយគុណជាមួយទៅនឹងoperator វាជា identity ចឹងបើវាជា identity ខ្ញុំ operate v មកថាខ្ញុំរើស v ចូលដែល v នេះជារបស់v ទៅខ្ញុំឃើញថាs j t q i t q j t operate ទៅលើ v ទៅវាស្មើទៅនឹង i operate ទៅលើ v ស្មើទៅនឹង v វា identity operate ទៅលើ v នៅ v ដែរបាទមួយទៅដល់ស្មើ1ស្មើ1ទៅដល់អូខេឥឡូវយើងឃើញថាជា v របស់យើងនេះវាស្មើទៅនឹងS1 T Q1 T ចឹងនេះវាជាពួកធាន operator ចឹងម្ដុំហ្នឹងវាទៅជា operator ណាមួយម្ដុំចឹងទៅ operator លើ v operator លើ v បូកអានេះដោយសារវាជា operator ចឹងវាមាន linear ផលបូក v អាចចូលក្នុងបានតែខ្ញុំអានេះគ្រាន់តែសេពលាតទៅជា sk t qk t នេះ v ឥឡូវខ្ញុំអ្វីខ្ញុំចង់បង្ហាញបន្តទៀតខ្ញុំចង់បង្ហាញថាអាពួកអានេះវានៅក្នុង kernel របស់ p p1 t យ៉ាអានេះវានៅក្នុង kernel របស់ pkt យ៉ាសេគុនsorry សេគុនយ៉ាk ខ្ញុំចង់ធ្វើចឹងឥឡូវខ្ញុំ consider ខ្ញុំ operate p i t i operate ទៅលើពួក s អានេះយើងឃើញថាវាជា operator ប៉ុន្តែ operator ពេល operate លើ v ទៅវាចេញជាធាតុតែអញ្ចឹង s ទាំងអស់ហ្នឹងវានៅក្នុងធាតុ operator operate លើវាបាន s i t or q i t v consider for any i ស្មើ1 2ទៅដល់ជាងឃើញថាម៉េចយើងឃើញថាយើងតាំង qi របស់យើងនេះវាស្មើទៅនឹង mth ចែកជាមួយនឹង pi t ai អញ្ចឹង qi ក៏ជាមួយនឹង pti របស់យើងវាស្មើនឹង mt t អញ្ចឹង mt t យើងតាំងនេះ x ហ្នឹងមិន x តែលើ t យើងដាក់ t ដូចគ្នាអត់អីបញ្ហាអញ្ចឹងមានថា mtt qi t ជាមួយនឹង pit ai វិញស្មើនឹង mt អញ្ចឹងវាស្មើនឹង
SIT MTT operator V ហើយនឹងថា MTT វិញគឺជា minimal polynomial របស់ T អញ្ចឹង MT នៃ T ជំនួសចូលទៅគឺស្មើនឹង0ចឹងនេះគឺ0អញ្ចឹងប៉ុណ្ណេះស្មើ0អញ្ចឹងបានន័យថាម៉េច PITAI operator លើប៉ុណ្ណេះទៅស្មើ0អញ្ចឹងបានថាក្នុងនេះវានៅក្នុងធាតុទាំងអស់ហ្នឹងវានៅក្នុង kernel របស់ PITAI អញ្ចឹងបានន័យថា SIT QIT V របស់យើងនេះវាជារបស់ kernel នៃ PITAI វាជារបស់ kernel អញ្ចឹងបានន័យថាអានេះវានៅក្នុង kernel របស់P1R1 បន្ទាប់មកទៀតនៅក្នុង kernel របស់ P2R2 អានេះនៅក្នុង kernel របស់PKR2K sorry second RK អញ្ចឹងបែរថាអានេះយើងអាចទៅសេជាបន្សំ linear របស់ធាតុ V1 បូកមិនទៅសេជាផលបូករបស់ V1 ទៅដល់ VK ដែល V មួយនៅក្នុង kernel អញ្ចឹងបានន័យថាម៉េចបានន័យថា V ធំរបស់យើងវាស្មើទៅនឹង kernel P1 P1T យ៉ាងមួយបូកតដល់ kernel PKTRK ម្ដងឡើងនេះយើងឃើញថា V នេះគឺជាផលបូកវាមិនមែនជា direct sum ចង់បង្ហាញថាវាជា direct sum ព្រោះយើងបង្ហាញឃើញថា kernel P1 T PI ចុះT AI ប្រសពជាមួយទៅនឹងផលបូកផ្សេងទៀតណា kernel PJ TRK J បើយើង copy I នេះរត់ទៅវាស្មើទៅនឹងស្នងធាតុ0បើយើងបង្ហាញទៅឃើញប៉ុណ្ណឹងគឺចប់គ្រប់ចឹងខ្ញុំចង់បង្ហាញថាវាបែបហ្នឹងខ្ញុំរើសធាតុV តូចមួយទៅជារបស់kernel របស់ PITAI ប្រសពជាមួយទៅនឹងផលបូក J copy I J វិញរត់ពី1រហូតដល់ K នៃ kernel PJ TRJ បើខ្ញុំបង្ហាញឃើញថា V វាស្មើ0បែរថាប្រសពរបស់វាមានតែមួយធាតុ0បើយើងរើសធាតុ V ជារបស់ហ្នឹងចៃដន្យទេរើសទៅឃើញថា V នឹងស្មើ0បែរថានៅក្នុងប្រសពហ្នឹងវាមានតែធាតុ0មួយអញ្ចឹងបើយើងរើសធាតុរបស់ប្រសពហ្នឹងមានថា V នឹងជារបស់នេះផង V នឹងជារបស់នេះផងបើ V ជារបស់នេះយើងអាចទៅសេចេះយើងសេថា V នេះជារបស់ kernel PITAI ហើយ V របស់យើងជារបស់ផលបូក J copy I kernel PJ TRJ នេះ J របស់យើងរត់ពី1ដល់ K ហើយវាជារបស់ kernel របស់អាលើនេះន័យថា V ហ្នឹងវាមានថានៅពេលដែល PI TAI operator លើ V ហ្នឹងគឺស្មើនឹង0ហើយនេះវាជារបស់ផលបូកអញ្ចឹងអា V ហ្នឹងយើងអាចទៅសេវាទៅជាផលបូក V1 បូកតដល់ V J VI ដក1 VI ដក1បូកជាមួយនឹង V I បូក1ព្រោះដកអា TI ចេញណា VI បូក1បូកតដល់ VK យើងអាចទៅសេវាទៅជាផលបូកដាច់ដូចខាងលើនេះបានគឺ VJ J copy I J ស្មើ1ទៅដល់អាចទៅសេបែបហ្នឹងបានអត់បញ្ហាទេហើយV នីមួយៗនេះវានៅក្នុងមានថាវា VJ វាជារបស់ kernel របស់ PJ TRJ វាជារបស់នៅក្នុងហើយយើងដឹងថាម៉េចយើងដឹងថា Q I នៃ x របស់យើងនេះវាស្មើទៅនឹងផលគុណ PJ នៃ x AI ដែល J របស់យើងនេះ copy I យើងចូលសេ J រត់មួយដល់ K យើងគួរដឹងយើងទៅសេទៅ J copy I ទៅយើងដឹងតែចឹងគេថា Q I នេះវាមានផ្ទុក PJ ដែល copy I ទាំងអស់មែនទេវាមានផ្ទុក PJ ដែល copy I ទាំងអស់ចឹងមានថា QI នៃ x
QI នៃ T របស់យើងនៅពេលយើង operate ទៅលើ VJ ណាមួយវាស្មើទៅចេះវាស្មើទៅនឹង P1 TR1 គុណរហូតដល់ PI ដក1 TRI ដក1គុណជាមួយនឹង PI បូក1 TRI បូក1រហូតដល់ PK TRK អញ្ចឹងនៅក្នុងនោះវាប្រកាសជាមាន J នៅក្នុងហ្នឹង VJ របស់យើងអានេះសម្រាប់ J copy I for J copy I យើងនឹងឃើញថាអានេះវាស្មើប៉ុណ្ណឹងហើយវាប្រកាសជាស្មើទៅនឹង0វិញវា PIP J T នៃ VJ របស់យើងគឺស្មើនឹង0ណាវិញ VJ របស់យើងវានៅក្នុង kernel ហ្នឹងវានៅក្នុង kernel របស់ API ហ្នឹងអញ្ចឹង PJTS គុណ J operate លើ VJ ប្រកាសជាស្មើ0អញ្ចឹងនៅក្នុងនេះវាប្រកាសជាមានPJS គុណសកុន RJ នៅក្នុងហ្នឹងអញ្ចឹងវានឹង0ដែរវានៅពេល operate លើ VJ ហ្នឹងប្រកាសជា0មិនទៅស្អីទេខ្ញុំពាក់ផលបូកទៅផលបូក QI នៃ T ដល់ពេលពាក់ផលបូក I របស់យើងនៃ VJ ខ្ញុំយកចេះវិញ J copy I ក៏នៅវា0ដូចគ្នាព្រោះចំពោះគ្រប់ J copy I ទាំងអស់អញ្ចឹងផលបូកវានៅ0ដូចគ្នាចឹងនេះអាចទៅ save វាជាមិនទៅជា QI ដោយសារតែនេះគឺជា operator នេះគឺជា operator អញ្ចឹងវាអាចចេញទៅមុខក្រោយនៅក្នុង sum វាបាទ J copy I នៃ VJ ចាអាហ្នឹងគឺគេអាហ្នឹងគឺ V ដែលយើងនិយាយខាងលើមិញគឺ V នេះគឺ V វាស្មើទៅនឹងស្មើនឹង0ចឹងយើងមានអានេះមួយគឺយើងទុកហើយយើងយកអាហ្នឹងយកទុកសិនហើយអាលើនេះមួយទៀតយើងនឹងយកវាទៅប្រើនៅពេលក្រោយអូខេពីហ្នឹងយើងចំណាំ PIT សកុន AI V ស្មើ0ហើយQIT V ស្មើ0លេងដឹងថាជាយើងដឹងថា GCD រវាងPI TRI ជាមួយ PRX NCT បាទអត់ទេហើយមួយនឹង QIX របស់យើងនេះគឺស្មើទៅនឹង1វាបឋមរវាងគ្នាវាមានកត្តារួមគ្នាព្រោះអីអា QI នេះវាដកអា PI AI ចោលបាត់ហើយតួរបស់វាមួយសុទ្ធតែជា irreducible polynomial អញ្ចឹងGCD រវាងវាគឺស្មើ1វាបឋមរវាងគ្នាអញ្ចឹងស្តៀងគ្នាដែរតាមទិសបទ Bezier យើងប្រកាសជារកបាន AX BX ឧទាដែលទៀងទាត់ AX PI XAI បូកជាមួយទៅនឹង BX QI X 3នេះគឺស្មើ0យើង operate ស្មើ1មែនទេយើង operate T ចូលទៅអានេះជាមួយ T ចូលនេះ PI TAI បូកជាមួយនឹង BT QIT ស្មើទៅនឹង identity ស្មើ1មែនបាទសេខតអញ្ចឹងស្មើទៅនឹងហើយឥឡូវខ្ញុំ operate V ចូលខ្ញុំ operate V ចូលខ្ញុំឃើញថា V របស់ខ្ញុំនេះវាស្មើទៅនឹងវាស្មើ identity មិនអញ្ចឹងខ្ញុំពាក់ V យកទៅខ្ញុំពាក់ V យកទៅឃើញថា V នេះវាស្មើទៅនឹង IV ហើយ I របស់យើងនេះវាមិនស្មើនឹងកសោប៉ុណ្ណេះអញ្ចឹងវាស្មើទៅនឹង A នៃ T PI នៃ T AI បូកជាមួយនឹង B នៃ T QI នៃ T V មែនទេហើយដោយសារតែវាជាអានេះសុទ្ធតែជា linear អា V នេះអាចចូលក្នុងផ្ដាច់ចូលបានអាច save វាចូលក្នុងជាបានហើយដឹងខាងលើមិញខ្ញុំឲ្យយើងចំណាំមិញគឺអានេះ0អានេះក៏0ដូចគ្នាអញ្ចឹងបាទនេះវា0ហើយ0បែរថាផលបូកនេះស្មើ0និយាយគឺថា V របស់យើងនេះគឺស្មើ0
v វាស្មើ0ចឹងបើ v បើយើងស្មើ0បានន័យថា kernel ប្រសពរវាង kernel pi t ai ប្រសពជាមួយនឹងផលបូកផ្សេងទៀត pj t aj j បើយើង copy i នេះ j វា copy i គឺស្មើនឹងស្នំទៀតចឹងតាមយមន័យរបស់ direct sum ជាឃើញថា v របស់យើងនេះគឺជា direct sum ខ្ញុំអត់ទៅសេ direct sum រួមចេះខ្ញុំចូលទៅសេ direct sum នេះ pj នៃ t a សកុន j j របស់យើងរត់ពី1រហូតដល់ឬក៏យើងអាចចង់ទៅសេ free ក៏បានអត់បញ្ហាចឹងprimary decomposition theorem របស់យើងគឺបានស្រាវចប់វាមានមួយផ្នែកទៀតតែខ្ញុំមិនទាន់ស្រាវទេចាំខ្ញុំធ្វើវានៅវីដេអូក្រោយព្រោះវាវែងដែរ